ជនជាតិឥណ្ឌូនេស៊ីជាង 1000 នាក់ដែលពាក់ព័ន្ធនឹងបណ្ដាញ scam នៅកម្ពុជានៅថ្ងៃទី 1 ខែមិថុនាឆ្នាំ 2026 បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតឥណ្ឌូនេស៊ីក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញដើម្បីស្នើសុំការរៀបចំឯកសារនិងការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញលោក Yozi Abrizal មន្ត្រីប្រឹក្សាស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថាជនជាតិឥណ្ឌូនេស៊ីទាំងនេះបានចេញពីទីតាំងប្រព្រឹត្ត scam អនឡាញនៅខេត្តជាច្រើនរួមមានបៃលិនកំពង់ចាមកំពតជាពិសេសតំបន់ភ្នំបូកគោស្វាយរៀងព្រះសីហនុមណ្ឌលគិរីនិងខេត្តផ្សេងៗមួយចំនួនទៀតពួកគេជាច្រើនគ្មានឯកសារនិងមិនអាចរ៉ាប់រងការស្នាក់នៅបានដូច្នេះត្រូវបញ្ជូនទៅស្នាក់នៅបណ្ដោះអាសន្ននៅប្រលានយន្តហោះពោធិ៍ចិនតុងដើម្បីរងចាំជើងហោះហើរត្រឡប់ទៅឥណ្ឌូនេស៊ីវិញលោកទៀងច័ន្ទសាអធិការនគរបាលខណ្ឌដូនពេញមិនទាន់អាចបញ្ជាក់ពីតួលេខនិងបទល្មើសពាក់ព័ន្ធទៅនឹង scam ដែលពួកគេបានប្រព្រឹត្តនៅឡើយទេលោកប្រាប់ថាស្ថិតនៅលើនគរបាលអន្តោប្រវេសន៍ដែល News Today មិនទាន់អាចសុំការបំភ្លឺបានមានការកត់សម្គាល់ថាវត្តមានជនបរទេសជាង 1000 នាក់ពីប្រទេសតែមួយត្រូវចេញពីជង្រុក scam នៅច្រើនខេត្តវាបង្ហាញពីទំហំនិងការរាលដាលនៃបណ្ដាញឆបោកតាមអនឡាញដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងចាប់ពីខែមករាឆ្នាំ2025ដល់ថ្ងៃទី24ខែឧសភាឆ្នាំ2026អាជ្ញាធរកម្ពុជាបានបញ្ជូនជនបរទេសពាក់ព័ន្ធ scam ជាង 18800 នាក់ពី33ប្រទេសចេញពីកម្ពុជាចន្លោះខែកក្កដាឆ្នាំ2025ដល់ថ្ងៃទី20ខែឧសភាឆ្នាំ2026អាជ្ញាធរបានបង្ក្រាបករណីជាង400ករណីនិងបានដកឬក៏ផ្អាកអាជ្ញាប័ណ្ណកាស៊ីណូចំនួន25កន្លែងដែលសង្ស័យពាក់ព័ន្ធ scam អនឡាញទូរទស្សន៍សង្ហបុរី CNA បានរាយការណ៍នៅថ្ងៃទី1ខែមិថុនាឆ្នាំ2026ថាការបង្ក្រាប scam នៅកម្ពុជាកំពុងធ្វើឲ្យបណ្ដាញឧក្រិដ្ឋជនបដូរយុទ្ធសាស្ត្រពីជង្រុកធំៗទៅជាទីតាំងតូចៗលាក់ខ្លួនក្នុងអគារស្នាក់នៅអាផាតមិននិងផ្ទះល្វែង CNA រាយការណ៍ថាជនបរទេសជាច្រើនដែលចេញពីជង្រុក scam នៅកម្ពុជាក្លាយទៅជាមនុស្សជាប់គាំងគ្មានលុយគ្មានឯកសារនិងគ្មានមធ្យោបាយត្រឡប់ទៅស្រុកអ្នកជំនាញព្រមានថាបើគ្រប់គ្រងមិនបានល្អពួកគេអាចងាយត្រូវបណ្ដាញ scam ជ្រើសរើសឲ្យចូលធ្វើការវិញការរាយការណ៍របស់ CNA ស្របគ្នាទៅនឹងការលើកឡើងរបស់ប្រធានព្រឹទ្ធសភាកម្ពុជាដែលថា scam បានបែកសម្បុកចូលទៅតាមបណ្ដាខេត្តនានាមួយចំនួននិងប្រព្រឹត្តបទល្មើសនៅក្នុងកន្លែងតូចៗដែលការបង្ក្រាបត្រូវការសហការពីអាជ្ញាធរនិងពលរដ្ឋមូលដ្ឋានផងដែរខ្ញុំរស់សុធាពី News Today NTTV Yara ជីគុណភាពលំដាប់ពិភពលោកពីប្រទេសណូវេដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់បង្កើនទិន្នផលនាំចូលនិងចែកចាយស្របច្បាប់ដោយអង្គរ Green